មហាជនផ្ទុកការណិតក្រោយពេជ្រសុភាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ក្រោយដួលសន្លប់2ដងនិងរងរបួសក្បាលមុនឡើងឆាកតន្ត្រីបាទជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាមហាជននិងអ្នកគាំទ្រនៅលើបណ្ដាញសង្គមក៏កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយទទួលដំណឹងដ៏រន្ធត់ពីអ្នកជិតស្និទ្ធរបស់តារាចម្រៀងស្រីល្បីឈ្មោះគឺអ្នកនាងពេជ្រសុភាអ្នកនាងមានបញ្ហាសុខភាពរហូតដល់ដួលសន្លប់ចំនួន2ដងមុនពេលឡើងឆាកតន្ត្រីច្រៀងក្នុងហេតុការណ៍នោះបានបង្កឲ្យអ្នកនាងមានរបួសត្រង់ក្បាលថែមទៀតផងភ្លាមនោះអ្នកនាងត្រូវបានបញ្ជូនទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ក្នុងនាមជាតារាចម្រៀងលំដាប់ជួរមុខដែលបានកសាងកេរ្តិ៍ឈ្មោះអស់ជាច្រើនទសវត្សរ៍អ្នកនាងពេជ្រសុភាបានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ចំពោះទំនួលខុសត្រូវលើការងាររបស់ខ្លួនបើទោះបីជាស្ថានភាពរាងកាយកំពុងប្រឈមនឹងបញ្ហាក៏ដោយម៉ោង11យប់មិញនេះវីដេអូបានបង្ហាញពីសកម្មភាពអ្នកនាងដួលសន្លប់ស្ដោកស្ដឹងនិងត្រូវបានគេបីចេញពីក្នុងឡានដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ដែលមានអាការៈគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងម៉ោង2រសៀលថ្ងៃបន្ទាប់ក្រោយសម្រាប់ព្យាបាលបានមួយយប់ទាំងដៃនៅជាប់សរោមនៅឡើយអ្នកនាងបានបង្ខំចិត្តរៀបចំខ្លួនចេញពីមន្ទីរពេទ្យដើម្បីទៅបំពេញការងារតាមការសន្យាតុបតែងខ្លួនទាំងទឹកមុខនៅស្លេកស្លាំងស្រាប់តែម៉ោង10យប់គឺយប់មិញអ្នកនាងបានលេចមុខនៅលើឆាកតន្ត្រីក្នុងផាប់មួយកន្លែងដោយចាប់ដៃគូសម្ដែងជាមួយលោកឈុនសវណ្ណរាជអ្វីដែលគួរភ្ញាក់ផ្អើលបំផុតនោះគឺអ្នកនាងនៅតែអាចរាំនិងច្រៀងយ៉ាងរស់រវើករហូតទស្សនិកជនភាគច្រើនពុំដឹងទាល់តែសោះថានាងកំពុងតែមានបញ្ហាសុខភាពក្រោយពីមានការចែករំលែកវីដេអូពីក្រោយឆាក Behind the Scene ទើបធ្វើឲ្យមហាជនដឹងពីការពិតនិងបានចូលមក comment ជូនពរយ៉ាងច្រើនកកម្នាក់សុទ្ធតែលន់មាត់សរសើរថានេះហើយជាតារាពិតប្រាកដដែលហ៊ានលះបង់ដើម្បីទស្សនិកជននិងការងារចុងក្រោយក៏សូមជូនពរឲ្យបងស្រីពេជ្រសុភាឆាប់ជាសះស្បើយនិងមានសុខភាពល្អមាំមួនឡើងវិញក្នុងពេលឆាប់នេះ